ចាជាដំបូងយើងខ្ញុំសូមគោរពជម្រាបសួរលោកគ្រូអ្នកគ្រូក៏ដូចជាសួស្តីបងប្អូនថ្នាក់ទី11ទាំងអស់គ្នានាងខ្ញុំឈ្មោះជួនសេហាចាថ្ងៃនេះផងដែរខ្ញុំនឹងលើកយកពិសោធន៍មួយមកធ្វើការពិសោធន៍បង្ហាញដែលស្ថិតនៅក្នុងកម្រិតថ្នាក់ទី11នៅក្នុងចម្ពោះទី3មេរៀនទី5អគ្គិសនីវិភាគនិងចំណុចលេខ5អគ្គិសនីវិភាគទង់ដែងសូផាតក្រោមប្រធានបទអគ្គិសនីវិភាគទង់ដែងសូផាតដោយប្រើអេឡិចត្រូតទង់ដែងចានៅក្នុងពិសោធន៍នេះផងដែរមានគោលបំណងបកស្រាយពីដំណើរការនៃអគ្គិសនីវិភាគទង់ដែងសូផាតដោយប្រើអេឡិចត្រូតទង់ដែងបានត្រឹមត្រូវតាមរយៈការធ្វើពិសោធន៍ចាមុននឹងឈានទៅដល់ការធ្វើពិសោធន៍យើងត្រូវចាពាក្យស្រោមដៃអោពិសោធន៍ហើយនឹងម៉ាស់ដើម្បីការពារសុវត្ថិភាពក្នុងពេលធ្វើពិសោធន៍ឧបករណ៍ដែលប្រើប្រាស់សម្រាប់ការធ្វើពិសោធន៍មានដូចជាជញ្ជីងអេឡិចត្រូនិកចាកែវបេសៀចំណុះ150មីលីលីត្រចំនួន1ខ្សែចម្លងថ្មពិល9វ៉ុលសារធាតុគីមីមានដូចជាបន្ទះទង់ដែងចំនួន2ជាមួយនឹង solution ទង់ដែងសូផាតដែលមានកំហាប់ 1m ចាឈានមកដល់ដំណើរការពិសោធន៍ជាដំបូងយើងត្រូវថ្លឹងម៉ាស់របស់អេឡិចត្រូតទង់ដែងទាំងពីរឲ្យស្មើគ្នាជាមុនសិនចាជាដំបូងយើងត្រូវថ្លឹងអេឡិចត្រូតទង់ដែងរបស់យើងចាឃើញថា 1.19 ក្រាមយើងត្រូវបិទស្លាក A លើវាមួយហ្នឹងចាបន្ទាប់មកទៀតយើងថ្លឹងអេឡិចត្រូតទង់ដែងយើងមួយទៀតចាឃើញថាបន្ទះទង់ដែងទី2របស់យើងក៏មានម៉ាស់ 1.19 ក្រាមស្មើគ្នាអញ្ចឹងយើងបិទស្លាក B ឲ្យវាចាអញ្ចឹងយើងត្រូវបិទស្លាកសម្គាល់ឲ្យវាដោយអក្សរ B ចាជាបន្តទៀតគឺយើងចាក់ solution ទង់ដែងសូផាតចូលទៅក្នុងកែវបេសៀរបស់យើងចំនួន100មីលីលីត្រចាបន្ទាប់មកគឺយើងដាក់ត្រាំអេឡិចត្រូតទៅក្នុង solution ចាអញ្ចឹងដើម្បីកុំឲ្យវាលិចទាំងស្រុងពិបាកយើងមើលខ្ញុំមានសន្ទះមួយសម្រាប់ភ្ជាប់វាចាបន្តមកទៀតគឺយើងភ្ជាប់ខ្សែចម្លងទៅអេឡិចត្រូតនីមួយៗចាដោយ A យើងភ្ជាប់ជាមួយខ្សែចម្លងពលបូកចាចំណែកអេឡិចត្រូត B គឺយើងភ្ជាប់ជាមួយខ្សែចម្លងពលដកចាបន្តមកទៀតទុកឲ្យវាមានប្រតិកម្មចំនួន5នាទីបន្ទាប់ពីយើងធ្វើអគ្គិសនីវិភាគរយៈពេល5នាទីហើយយើងចាប់ផ្ដើមសង្កេតមើលចានៅក្នុង solution របស់យើងឃើញមានកកពណ៌ក្រហមត្នោតយើងមកសង្កេតមើលអេឡិចត្រូតរបស់យើងចាអញ្ចឹងខ្ញុំដកចាអេឡិចត្រូត A ណាចាអេឡិចត្រូត A ឃើញថាបន្ទះទង់ដែងរបស់យើងគឺសឹកចំណែកឯអេឡិចត្រូត B ចាចំណែកឯអេឡិចត្រូត B យើងឃើញថាវាមានកំណកតោងជាប់នៅលើអេឡិចត្រូតទង់ដែងរបស់យើងចាបន្ទាប់មកយើងយកអេឡិចត្រូតទាំងពីរ A និង B ទៅថ្លឹងម៉ាស់ម្ដងទៀតក្រោយពេលពិសោធន៍ចាយើងចាប់ផ្ដើមយកអេឡិចត្រូត A របស់យើងមកថ្លឹងម៉ាស់ម្ដងទៀតចាអញ្ចឹងឃើញថាក្រោយពិសោធន៍អេឡិចត្រូតរបស់យើងគឺថយម៉ាស់
ចាវាថយមកពី 1.19 ក្រាមមកនៅសល់ត្រឹមតែ 1.15 ក្រាមចាអញ្ចឹង electrode B គឺយើងត្រូវថ្លឹងម៉ាស់ដូចគ្នាអញ្ចឹងខ្ញុំបកចេញសិនចាឃើញថានៅ electrode B តុងដែងរបស់យើងគឺកើនម៉ាស់ពី 1.19 ក្រាមកើនមកដល់ 1.25 ក្រាមចាអញ្ចឹងការពិសោធន៍របស់នាងខ្ញុំបានមកដល់ទីបញ្ចប់ចាជាចុងក្រោយខ្ញុំសូមអរគុណលោកគ្រូអ្នកគ្រូក៏ដូចជាបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់ចាខ្ញុំសូមអរគុណសូមជម្រាបលា